ប្រគុណឆ្នាំ1940លោករស់នៅភូមិជួរស្លែងជាកូនរបស់លោកតាកែវយាយង៉ែតក្រោយពីពេញវ័យបានរៀបអពាហ៍ពិពាហ៍ជាមួយលោកតាផាត់ជាកូនរបស់តាសយាយង៉ែតក្រោយពីរៀបអពាហ៍ពិពាហ៍រួចទទួលបានចំណងដៃកូនចំនួន7នាក់ប្រុស4នាក់ស្រី4នាក់ទី1ស្រី3ទី1មុំសុំបាទស្រីទី2មុំសុផលប្រុសទី3មុំខាតប្រុសទី4មុំពួយប្រុសទី5មុំន័យស្រីទី6មុំសំរឿនស្រីទី7មុំស៊ីណាតប្រុសបានរៀបអពាហ៍ពិពាហ៍រួចក្នុងជីវិតរស់នៅមានសិលធម៌សាមគ្គីរយៈជួយយកអាសាញាតលួចដល់ថ្ងៃអង្គារទី24ខែកញ្ញាឆ្នាំរោងថតពុទ្ធសករាជ2568ចូលនឹងថ្ងៃទី24ខែកញ្ញាឆ្នាំ2024មជ្ឈរាជបានមកផ្ដាច់សង្ខារដល់ឲ្យកូន7នាក់និងភរិយាស្វាមីប្រុសស្រីបាត់បង់លលប់ដល់ត្រជាក់តាំងពីពេលនេះទៅយើងខ្ញុំជាកូនចៅប្រុសស្រីទាំងអស់គ្នាមានការសោកស្ដាយរោគអ្វីមកព្រៀបពុំបានឡើយសូមអនុមោទនា